នាដើមសតវត្សទី20កម្ពុជាជាប្រទេសមួយដែលធ្លាប់ស្ថិតក្រោមការទូតត្រារបស់បារាំងតួយ៉ាងក្នុងស្ថាបត្យកម្មក៏ដូចច្នោះដែរយើងបានកត់សម្គាល់ឃើញថាក្នុងស្ថាបត្យកម្មមួយចំនួនបានទទួលរងនូវឥទ្ធិពលពីរចនាបថស្ថាបត្យកម្មបែបបារាំងតែសំណង់ទាំងនោះភាគច្រើនជាអគារលំនៅឋានជាការពិតណាស់ផ្ទះបាខែងជាមរតកមួយសល់ពីសម័យបារាំងដែលមានអាយុកាលជាង90ឆ្នាំហើយបានបង្កប់នូវអត្តសញ្ញាណជាច្រើនដែលពុំអាចកាត់ថ្លៃបានបច្ចុប្បន្នផ្ទះនេះមានទីតាំងស្ថិតនៅត្រើយខាងកើតនៃរាជធានីភ្នំពេញដោយធ្វើដំណើរគិតពីទីតាំងវត្តភ្នំរហូតដល់ទីតាំងសិក្សាមានរយៈចម្ងាយប្រមាណជា12គីឡូម៉ែត្រលំនៅឋាននេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ1933ដែលមានទម្រង់ជារចនាបថបែបបារាំងហើយត្រូវបានរចនាប្លង់ដោយស្ថាបត្យករជនជាតិបារាំងម្នាក់ដែលមិនស្គាល់ឈ្មោះដែលត្រូវជាមិត្តជិតស្និទ្ធរបស់ម្ចាស់ផ្ទះកម្មសិទ្ធិនាសម័យនោះផ្ទះនេះរចនាឡើងដោយមានទំហំ17ម៉ែត្រគុណឲ្យ12ម៉ែត្រចំនួន1ជាន់ដោយមានជាន់ផ្សោតដីនៅជាន់ទី1ហើយចំពោះខាងមុខផ្ទះមានទីធ្លាធំទូលាយអាចចតបាននៅយានជំនិះផ្សេងៗនិងមានលំហជុំវិញផ្ទះអាចដាំនៅរុក្ខជាតិបៃតងបានផងដែរតាមរយៈការសង្កេតក្បាច់រចនានៅលើក្បាលសសរបង្អួចនិងទ្វារយើងក៏សម្គាល់ឃើញថាទម្រង់ស្ថាបត្យកម្មមួយនេះគឺជាទម្រង់ស្ថាបត្យកម្មបែបបារាំងដោយផ្អែកទៅលើការរចនាម៉ូដរានហាលខាងមុខបែបបារាំងនិងមានហោជាងរាងកោងដងធ្នូតែទរះដំបូលមាននៅលើក្បាំងរាងកោងនិងមានរូបរាងរចនាបែបបារ៉ុករីឯផ្នែកដំបូលត្រូវបានរចនាឡើងដោយដំបូលពិតនិងដំបូលរងដោយមានគ្រឿងបង្គំជាបន្ទង់100និងប្រក់ក្បឹងស្រកាលេងដែលនាំចូលពីប្រទេសវៀតណាមតួអគារសាងសង់ឡើងដោយជញ្ជាំងបេតុងដែកដែលមានបង្អួចចំនួន18និងមានទ្វារចេញចូលចំនួន4ព្រមទាំងមានសសរចំនួន4ជួរផងដែរហើយការរៀបចំលំហផ្ទះនេះមានលក្ខណៈសាមញ្ញដោយមានល្បែងស្នាក់នៅកន្លែងទុកអីវ៉ាន់និងល្បែងសម្រាប់សេវាកម្មផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងជីវភាពប្រចាំថ្ងៃចូលទៅដល់ចំផ្ទាល់ដីយើងសង្កេតឃើញមានបន្ទប់ទទួលភ្ញៀវមួយនៅខាងស្ដាំដៃនិងមានបន្ទប់គេងចំនួន3ចំណែកឯផ្នែកខាងក្រោយយើងសង្កេតឃើញជណ្ដាលនៅជាន់ទី1បូករួមជាមួយផ្ទះបាយព្រមទាំងបន្ទប់មួយផងដែរ រ
ឡើងមកដល់ជាន់ទី1យើងសង្កេតឃើញផ្នែកពាក់កណ្ដាលនៃផ្ទះដែលហាក់ដូចជាធំទូលាយមានបន្ទប់គេងដែលទល់មុខទៅនឹងជណ្ដាលព្រមទាំងមានផ្ទះបាយនៅខាងក្រោយដូចទៅនឹងជាន់ផ្ទាល់ដីដែរមិនតែប៉ុណ្ណោះយើងសង្កេតឃើញទូធំមួយដែលដាក់នៅចំកណ្ដាលខ្លោងទ្វារនៃផ្ទះដើម្បីបិទបាំងអ្នកដែលដើរចូលមកពីខាងមុខកុំឲ្យមើលឃើញលុះដល់ផ្ទៃខាងក្រោយនៃផ្ទះចំណែកឯជាន់ទី1ផ្នែកខាងមុខនៃផ្ទះយើងសង្កេតឃើញបន្ទប់ទទួលភ្ញៀវនៅខាងស្ដាំព្រមទាំងបន្ទប់គ្រួសារនៅខាងឆ្វេងដៃហើយបូករួមជាមួយនឹងបន្ទប់គេង2ទល់មុខគ្នាផងដែរយើងខ្ញុំសូមគោរពអរគុណទស្សនិកជនទាំងអស់ដែលបានទស្សនាគម្រោងវីដេអូយើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ